ចាសួស្តីទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានមកបរិយាពេញហួតគេហៅថាសួនបារាំងអញ្ចឹងបងប្អូនចាំមើលទាំងអស់គ្នាថានៅក្នុងនេះគឺមានអ្វីខ្លះដែលស្អាតហើយប្លែកសម្រាប់ភ្នែកបងប្អូនដែរអញ្ចឹងចាំទៅទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាចាអញ្ចឹងបងប្អូនអាចមើលបានថានៅខាងក្រៅខ្ញុំនេះគឺជាស្ពានចាបងប្អូននេះគឺដូចជាស្ពាននៅខាងប្រទេសបារាំងអញ្ចឹងបងប្អូនអាចមើលបានថាមិនបាច់ឆ្ងល់ថាខ្ញុំទៅលេងនៅបារាំងមិនមែនអត់បាច់ឆ្ងល់ទេបងប្អូននេះគឺនៅស្រុកខ្មែរតែបងប្អូនអាចមើលបានហើយស្ពាននេះគឺស្អាតមែនតើរួមជាមួយនឹងខាងក្រៅរបស់ខ្ញុំពេលដែលយើងឈរពីខាងស្ពាននេះទៅយើងអាចមើលឃើញដូចជាទឹកហើយនឹងទៅគឺបងប្អូនអាចមើលឃើញស្អាតមែនតើទេសភាពដែលនៅពីក្រៅស្ពានដែលយើងឈរពីលើស្ពាននេះទៅបងប្អូនទាំងអស់គ្នាអាចមើលបានហើយអញ្ចឹងបងប្អូនចាំតែមើលជាមួយនឹងខ្ញុំថានៅខាងមុខមានអ្វីខ្លះអញ្ចឹងសូមអញ្ជើញចាអញ្ចឹងបងប្អូនអាចមើលនៅខាងស្ដាំដៃរបស់ខ្ញុំគឺពួកគាត់កំពុងតែដាក់ចំណីឲ្យទាហើយរួមផ្សំជាមួយនឹងទេសភាពដូចជាស្ពានដែលខ្ញុំបានប្រាប់បងប្អូនមុននេះហើយនឹងខាងនោះដូចជាគេលម្អដាក់ជាទូកអញ្ចឹងបងប្អូនអាចយកចំណីមកឲ្យសត្វទាហើយគឺមានអារម្មណ៍ថាស្រស់ស្រាយមែនទែនបងប្អូននៅទីនេះនិយាយទៅគឺប្លែកភ្នែកដូចយើងនៅក្រៅប្រទេសអញ្ចឹងចាអញ្ចឹងបងប្អូនចាំតែមើលជាមួយនឹងខ្ញុំថានៅខាងមុខរបស់ខ្ញុំមានអ្វីទៀតចាអញ្ចឹងសូមអញ្ជើញអ្នកនរគ្នាវ៉ាបងប្អូនអ្នកនរគ្នាគឺបងប្អូនអាចមើលខាងក្រៅខ្ញុំបានគឺស្អាតមែនទែនជាមួយនឹងទេសភាពដូចជាផ្កាពណ៌បៃតងខៀវខ្ចីគឺស្អាតមែនទែនហើយនៅក្រោយខ្នងរបស់ខ្ញុំគឺសិតតែអញនិយាយបានថាពេលយើងថតរូបឃើញរូបយើងស្អាតមែនទែនជាមួយនឹងទេសភាពនៅទីនេះចាអញ្ចឹងបងប្អូនចាំតែមើលជាមួយនឹងខ្ញុំនៅខាងមុខទៀតថាតើមានអ្វីខ្លះចឹងសូមអញ្ជើញអ្នកនរគ្នាវ៉ាបងប្អូនអ្នកនរគ្នាបងប្អូនអាចមើលនៅខាងក្រៅរបស់ខ្ញុំគឺជាស្ពានគេហៅថាស្ពានបារាំងបងប្អូនហើយស្អាតខ្លាំងមែនទែនហើយសុំទុំចាស់រូបដែលពួកខ្ញុំថតជាប់អញ្ចឹងបងប្អូនអាចមើលបានថាស្ពាននៅខាងក្រៅខ្ញុំគឺស្អាតខ្លាំងមែនទែនហើយបងប្អូនអាចមើលបានហើយជាមួយនឹងខាងឆ្វេងដៃខ្ញុំនៅខាងនេះបងប្អូនអាចមើលបានថាជាអាគារសម្រាប់នឹងពួកគាត់ប្រជុំនេះគឺស្រស់ស្អាតខ្លាំងមែនទែនហើយមកដល់ទីនេះគឺប្លែកភ្នែកជាមួយនឹងអាគារក៏ដូចជាស្ពានដែលមានសោភ័ណភាពស្អាតគឺនិយាយរួមទៅគឺពេញចិត្តខ្ញុំមែនទែនបូកផ្សំជាមួយនឹងអាកាសធាតុគឺថ្មនេះអត់ក្តៅទេបងប្អូនប៉ុន្តែអញនិយាយបានថាយើងដើរថតជាមួយនឹងពន្លឺថ្ងៃជាមួយនឹងជួនផ្កាក៏ដូចជាធម្មជាតិផ្សេងៗគឺធ្វើឲ្យរូបរបស់យើងស្អាតចាអញ្ចឹងបងប្អូនចាំទៅមើលជាមួយនឹងខ្ញុំទៀតបងប្អូនស្អាតខ្លាំងមែនទែនគេហៅនឹងផ្ទះហីតែស្អាតម៉ូដនៅទីនេះគឺចេញមកគឺដូចនៅបែបអារ៉ុបគឺស្អាតខ្លាំងមែនទែនហើយបងប្អូនមួយចំនួនបើសិនជាឃើញរូបនេះកុំឆ្ងល់ថានៅខ្ញុំទៅស្រុកគេមិនមែនទេបងប្អូនគឺនៅស្រុកខ្មែររបស់យើងនឹងឯងគឺនៅបរិយាពេញហួតនេះចាអញ្ចឹងបងប្អូនចាំជាមួយនឹងខ្ញុំនៅខាងមុខថាតើមានអ្វីខ្លះចាសូមអញ្ជើញចាបងប្អូននៅខាងក្រៅរបស់ខ្ញុំគឺគេហៅថារហាត់ទឹកស្អាតមែនទេបងប្អូនម្ដងនេះគឺនិយាយទៅគឺពោពេញទៅដោយកន្លែងថតរូបមិនថាប្លង់ណាគ្រប់កន្លែងណាគឺយើងអាចថតបានហើយរូបចេញមកអត់ខកបំណងយើងទេអញ្ចឹងបងប្អូនអាចទៅមើលខាងក្រៅរបស់ខ្ញុំនេះគឺគេហៅថានៅប៉ារីសគេហៅទូហ្នឹងគឺស្អាតមែនទេបងប្អូនហើយមិននៅស្រុកគេទេគឺនៅស្រុកខ្មែរហើយនៅទីនេះគឺសម្បូរបែបទៅដោយស្ពានមានតាំងពីស្ពានបារាំងស្ពានអង់គ្លេសហើយដូចជាខាងក្រៅរបស់ខ្ញុំគឺនៅស្វីសនៅបារាំងបងប្អូនអាចមកបានហើយនិយាយរួមទៅគឺទេសភាពនៅទីនេះគឺស្អាតខ្លាំងមែនតើចាជាចុងក្រោយខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលគាត់បានមើលវីដេអូរបស់ខ្ញុំតាំងពីដើមមកដល់ចប់ចាអញ្ចឹងអរគុណសូមជម្រាបលា